nâng cao để về tình yêu miền ca đô pha chỉ định chẳng tao về tình yêu nào mũi chỉ tua luôn dớn chẳng bà sân chỉ dân tha sau mà nó nâng chỉ dớn chứ sau mà nó để bắt từ nó gần bắt dớn đã hay bằng tay đòi từ tô mà nó cao láng dân thà dớn mẹ tô mà nó nói cho tôi mà nó bắt đầu tiết tới về nơi tại thực hiện thom mà đa đại chịu PKประตูnông của sao đập cô rồi có thảo PK nông chia của sao làประตูnông ca đã xa sân rồi thay chịu PK nông củaประตูnông lột hẹ chụp chụp chẹn nông là bao ai mùi hơi bàn tay với mình miên cầm lăng đo từ sau mà nó đi đề đề cả chụp chụp chẹn nông củaประตูchia PK đôi sự đầy thá và có chỉ mùi nghe năng ục về kha về thật nè cứ sập hiệp này ca chập dịp tệ nên cả đa nên được rồi tới đôi sự đấy trời o đi đây khang kha tề được chứ tập hết này về thật nè press ở hòn tạ mà 3 phút và ông trung chìa cho bác và ông trung chay nơi thua nơi anh chia chùm này sườn bay và tới không phần nam đây sạch lô chia non và chặt hào báo đấy sẽ rọc máu lô hệ mù lịch chất miền tay bằng bấy buồn lần ảnh mình lớn phòng tì nâng hơi có mình tích chân lần bà nông chỉ đất dân rồi ngay dân ở đây họ thả kịch cả nghĩa sầm rạp nhiệt nhôm đại chìa xây đàm bài ấy chân tới thì này chỉ ca nhập nhọp một cái để ba tiền coឬba ẩm coឬcả rong ẩm co chặt cầm tôngឬក៏ចាប់niaឬក៏ចាប់ចានអីដើម្បីវល់អង្គយកមកដាក់ឆ្នាំងនៅក្នុងពេលហ្នឹងដែលមានសតិរលឹកថាតើជាកុសលឬជាអកុសលលំបាកសង្កេតហ្នឹងទេណាលំបាកបើតើយើងរៀនអញ្ចឹងបើតើញាតិញោមរៀនអញ្ចឹងរៀនទៅបានស្ដាប់ទៅជាជំនួយឲ្យមានសតិថាអូកាលដែលបានទៅរៀនហ្នឹងលោកគ្រូបានសម្ដែងថានៅពេលដែលវល់អង្គដាក់ឆ្នាំងដាំបាយហ្នឹងវាមានសភាពនៃចិត្តដែរបើមិនកុសលវាអកុសលចឹងទៅវាអាចមានជំនួយស្មារតីរំលឹកចឹងទៅសង្កេតមើលនៅពេលហ្នឹងហើយសង្កេតភ្លាមហ្នឹងវាមិនបានដឹងទេវានៅក្នុងរឿងយើងនឹកគិតប៉ុន្តែនឹកគិតជាធម្មតាទៅហាមយ៉ាងម៉េចបានមិនមែនចម្រើនស្ទេបដ្ឋានហាមមិនឲ្យគិតទេណាកុំទៅកើតទឹកចង្អៀតចង្អល់ខ្ញុំដូចជាអត់មានសតិរលឹកសោះឲ្យបានត្រឹមតែគិតចុះទៅកើតទុកអីនឹងគិតហ្នឹងវាយើងអ្នកគិតគំនិតហ្នឹងវាមិនអាចហាមឃាត់បានទេហើយក្នុងការគិតហ្នឹងជួនកាលគិតក្នុងរឿងកុសលទៅអញ្ចឹងដែរតាវាមិនមែនគិតសុទ្ធតែអកុសលឯណាហេតុអីក៏យើងទៅចិត្តនឹងរឿងគិតហ្នឹងស្លាប់មានច្រើនណាអូនឯងប្រាប់ថាដូចជានៅតែក្នុងគិតវាអត់មានសតិសោះមិនតែកើតទឹកនឹងគិតនឹងតែទៀតទៅការគិតវាជាកុសលដែរណាហើយរឿងកុសលវាជារឿងសំខាន់ណាស់វាគ្រាន់តែប៉ុណ្ណេះវាគ្រាន់តែថាយើងមិនអាចដើម្បីបង្កប់បញ្ជាឬហាមឃាត់ឲ្យការគិតនឹងជាកុសលរហូតបានទេពីព្រោះអីពីព្រោះយើងទាំងអស់គ្នាសុទ្ធតែជាអ្នកសន្សំនៅអកុសលនោះច្រើនដល់ឱកាសពេលវេលាអកុសលកើតវិតកៈក្នុងអកុសលនោះជាអកុសលវិតកៈហើយឃើញណាគឺជាការត្រេះរិះជាអកុសលហើយមិនអាចដើម្បីយើងហាមឃាត់ការគិតជាអកុសលនឹងកុំឲ្យកើតបានទេឬថានឹងឲ្យគិតជាកុសលរហូតតទៅក៏មិនបានរឿងមិនបានហ្នឹងយើងឃើញថាជាអនត្តាណាទេណាព្រោះថាបើសិនជាបានវានៅក្នុងអំណាចទូខ្លួនហើយតែនេះរឿងទូខ្លួនរឿងសត្វរឿងបុគ្គលដើម្បីថាមកបង្កប់បញ្ជាសភាវៈហ្នឹងវាអត់មានចឹងវាអត់មានតែទេចឹងទៅវាមានតែសង្ខារធัวសុទ្ធហ្នឹងបានជាការនឹកគិតជាកុសលហ្នឹងក៏នឹកគិតទៅអញ្ចឹងតែដល់ពេលការនឹកគិតជាអកុសលជាកាមវិតកៈត្រេះរិះក្នុងកាមជារបស់ល្អជាទីប្រាថ្នាជាទីត្រូវការជាទីរីករាយផ្លើក្នុងរូបសម្លេងទៅរកផតថពៈអីចឹងទៅក៏ទៅមករឿងកាមវិតកៈទៅហើយក៏ត្រេះរិះអន់ទៅចិត្តមិនសមគេថាឲ្យអញអញ្ចឹងហើយមិនសមគេមើលងាយអញមិនសមគេមើលស្រាលអញត្រេះរិះទៅអញនឹងឈប់និយាយលេងជាមួយគាត់នឹងហើយអញនឹងឈប់ទៅនិយាយច្រើនជាមួយគាត់នឹងហើយអញឈប់នឹងរាក់ទាក់ជាមួយគាត់នឹងហើយនេះជាបាតវិតកៈ
មិនថាជាមួយកូនចៅមិនថាជាមួយប្តីប្រពន្ធមិនថាជាមួយម៉ែឪទេសឹកតែប្រព្រឹត្តទៅជាព្យាបាទៈវិតកៈបានណាវាគ្រាន់តែមិនបានគិតទៅដើម្បីកាប់សម្លាប់ដើម្បីធ្វើឲ្យដល់នៅសេចក្តីវិនាសក្នុងប្រការណាតែគ្រាន់តែគិតអិតតិចចឹងមួងងក់អីដាក់គ្នាគិតអញឈប់និយាយមួយគាត់អានេះស្អីហ្នឹងគិតដើម្បីឲ្យគាត់លំបាកចិត្តហ្នឹងជាបាតវិតកៈបាត់ហើយសំបីតែប្តីប្រពន្ធហ្នឹងទេណាគិតជាបាតនេះដែរណាជាបាតចំណុចនិយាយជាមួយគាត់ស្អីហ្នឹងដើម្បីឲ្យគាត់លំបាកចិត្តហ្នឹងគិតដើម្បីឲ្យគេកើតទុកហ្នឹងគឺជាបាតវិតកៈមែនទេមានចឹងអាហ្នឹងហាមខាត់បានទេណាអត់បានទេត្រូវតែកើតឡើងញឹកញាប់ណាស់មកពីអីមកអំពីរឿងលោភៈដែលជាប់ជំពាក់ហ្នឹងវាជាបច្ច័យឲ្យកើតការខ្លាំងស្នាក់ជាមួយគ្នានោះវិតកៈដែលត្រេះរិះហ្នឹងទៅជាព្យាបាទៈតែសតិសម្បជញ្ញៈកើតមានដាស់តឿនថាជាអកុសលអត្តប្រយោជន៍មិនល្អទេអ្វីដែលជាការល្អគួរសន្សំគួរចម្រើនអ្វីដែលមិនល្អគួរដកខាត់គួរលះបង់ហ្នឹងសតិសម្បជញ្ញៈដែលប្រព្រឹត្តទៅក្នុងកុសលផ្សេងដូចជាកុសលថ្នាក់សិលអីចឹងប្រទៅដើម្បីអបជាយណៈប្រទៅដើម្បីវិយាវចៈជាធម្មតាចេតនាហ្នឹងគឺជាចេតនាថ្នាក់សិលហើយក្នុងជីវិតដែលរស់នៅនេះណាជ្រាបទេដើម្បីថាយើងត្រូវតែមានប្រកដីធម្មតាដើម្បីកិច្ចការងារមិនដើម្បីឲ្យអ្នកដទៃណាមួយកើតសេចក្តីទុក្ខលំបាកជាចង្អល់ដោយសារយើងទេមានអបជាយណៈធម្មតាវិយាវចៈនឹងធម្មតាកិច្ចការងារប្រព្រឹត្តបប្រតិបត្តិហ្នឹងអាហ្នឹងជាសិលចរិយាមារយាទក្នុងជីវិតរស់នៅអាហ្នឹងសតិសម្បជញ្ញៈកើតឡើងសន្សំរឿងល្អតទៅវិតកៈហ្នឹងជាកុសលកើតឡើងមកវិញហើយដល់អញ្ចឹងទៅបានថាកិច្ចការទាំងអស់ហ្នឹងក៏តែមានសតិប្បដ្ឋានទៅឃើញថាសំបីការត្រេះរិះនេះក៏ជាអនត្តាធัวដែរហើយក៏ជាសង្ខារខណ្ឌនឹងទៀតនៅក្នុងមហាសតិប្បដ្ឋានសូត្រព្រះសម្មាសម្ពុទ្ធសម្ដែងមិនមានវាលែងសភាវៈណាមួយទេដែលថាមិនមែនជាសតិប្បដ្ឋានគឺអត់មានគ្រប់សភាវៈទាំងអស់សុទ្ធតែជាសតិប្បដ្ឋានរួមទាំងវិតកៈចេតសិកនឹងដែលជាសង្ខារខណ្ឌនឹងផងយ៉ាងចំគឺជាសតិប្បដ្ឋានហើយចឹងទេណាប៉ុន្តែដោយច្រើនណាដោយច្រើនណាគឺនៅពេលដែលមានអកុសលវិតកៈកើតឡើងបែរទៅជាចំពោះក្នុងធัวបរិបត្តិសតិប្បដ្ឋានមិនអាចរលឹកដឹងបាននៅវិតកៈហ្នឹងមិនអាចរលឹកដឹងថាគ្រាន់តែជាការត្រេះរិះប្រព្រឹត្តទៅជាអកុសលជាប្រភេទនៃនាមធម៌ម្យ៉ាងណាហើយយកចូលចិត្តខុសយកចូលចិត្តថាការបរិបត្តិធម៌ត្រូវតែហាមឃាត់ការត្រេះរិះជាអកុសលនេះនឹងមកពីអីទេមកពីមិនមានការស្ដាប់សតិប្បដ្ឋានដែលយកចូលចិត្តមកហើយមិនដឹងថាសូម្បីអកុសលវិតកៈនេះក៏គួរដល់ការសង្កេតពិនិត្យសិក្សាឲ្យឃើញថាជាអនត្តាដែរម្ល៉េះហើយបែរខំទៅជាតាំងវិធីប្រតិបត្តិដើម្បីហាមអកុសលវិតកៈនឹងទៅវិញតាមពិតអកុសលវិតកៈតតែអរិយមេអង្គ8ទៅអាចលះបានសំបីក្នុងកុសលថ្នាក់ទានថ្នាក់សិលក៏ជាការលះអកុសលវិតកៈដោយមកជួរមកខណៈនៃកុសលនឹងហើយតែលះមិនដាច់អស់ទេតតែអរិយមេអង្គ8ហើយរហូតដល់ទៅអរហត្តមគ្គឯនោះទៅលះអកុសលវិតកៈបានព្រោះថាកាលណាបើមានអកុសលគឺត្រូវតែមានអកុសលវិតកៈហើយព្រោះវិតកៈចេតសិកកើតគ្រប់អកុសលទាំងអស់ការត្រេះរិះជាអកុសលហ្នឹងក៏តែលះដោយអរហត្តមគ្គហើយដើម្បីអរិយមគ្គហ្នឹងគឺត្រូវធ្វើម៉េចគឺត្រូវចម្រើននៅសតិប្បដ្ឋានវិបស្សនាក្នុងការដែលសង្កេតពិនិត្យសិក្សាសំបីអកុសលវិតកៈនេះកើតឡើងយ៉ាងណាក៏ឃើញច្បាស់ថាមិនមែនជាខ្លួនយើងដែរនេះទៅជាការលះទៅជាការកាត់បន្ថយនៅកិលេសការប្រតិបត្តិសតិប្បដ្ឋានហ្នឹងគឺត្រូវតែល្អិតអន់ក្នុងសភាវៈធម៌ហ្នឹងអញ្ចឹងណាទេណាត្រូវតែល្អិតអន់ហ្នឹងអញ្ចឹងព្រោះហេតុដូច្នេះយើងមិនអាចដើម្បីថាទៅមានវិធីបដិបត្តិយ៉ាងដទៃឯណាក្រៅពីការសង្កេតពិនិត្យរលឹកសិក្សាសភាវៈធម៌យ៉ាងប្រកក្តីក្នុងជីវិតយ៉ាងប្រកក្តីចឹងកាលណាបើមិនប្រកក្តីក្នុងការរលឹកសិក្សាសភាវៈធម៌ទេដូចជាអកុសលវិតកៈអញ្ចឹងនៅពេលដែលអកុសលវិតកៈកើតឡើងគឺប្រកាន់ថាជាទូខ្លួនអ្នកគិតមិនល្អ
គិតរកវិធីបប្រតិបត្តិយ៉ាងដទៃដើម្បីថាហាមឃាត់អសោវិតកៈកុំឲ្យកើតនេះក៏នៅក្នុងសេចក្តីប្រកាន់ថាជាទូខ្លួននឹងដែរជាអ្នកហាមឃាត់ជាអ្នកបង្កប់បញ្ជាសភាវៈធម៌ប្រព្រឹត្តទៅដើម្បីសេចក្តីធ្ងន់ក្នុងរឿងកិលេសព្រោះមានសេចក្តីប្រកាន់ជាប់ជានិច្ចក្នុងជីវិតរាល់ថ្ងៃតែការអប់រំចម្រើនចិត្តឋានគឺជាការសិក្សារូបធម៌និងនាមធម៌ប្រព្រឹត្តទៅដើម្បីសភាពស្រាលគឺស្រាលអំពីសេចក្តីប្រកាន់ព្រោះឃើញរូបធម៌នាមធម៌ហ្នឹងកាន់តែច្រើនឡើងទៅទូខ្លួនហ្នឹងក៏វាកាន់តែថយទៅវាបាត់ទៅនៅតែសភាវៈធម៌ទៅស្អីដែលថាជាទូខ្លួនក៏វាអត់មានគឺមានតែសភាវៈធម៌ដែលច្រើនអញ្ចឹងបានជាក្នុងជីវិតយើងប្រវត្តិប្រចាំថ្ងៃនេះសំគួរណាស់តែដល់សតិប្បដ្ឋានបរិបត្តិសង្កេតពិនិត្យតនពេលដូចជានៅពេលដែលយើងវល់អង្គដាក់ឆ្នាំងដាំបាយហ្នឹងក្នុងគណៈហ្នឹងវាអាចមានកុសលកើតឡើងដែរសេចក្តីត្រេះរិះដែលជាកុសលហ្នឹងចឹងណាព្រឹកទៅដើម្បីថាបានអង្គនេះហើយដែលដាំបាយដាក់បាតលោកព្រឹកស្រាប់គិតចឹងទេដែលឃើញអង្គទៅមានគិតចឹងទេគិតជ្រះថ្លាក្នុងការងារជាកុសលដែលបានដាំបាយដាក់បាតលោកព្រោះតែបានឃើញអង្គហ្នឹងហើយគិតចឹងទេណាឃើញអង្គហ្នឹងនឹកឃើញថាដែលដាំបាយរាល់ថ្ងៃរាល់ខែរាល់ឆ្នាំមើលហ្នឹងណាគ្រាន់តែឃើញអង្គហ្នឹងវារំលឹកដាស់តឿនឲ្យកើតទៅជាកុសលបានដែរហើយចុះបើយើងមិនដែលបានដាំបាយដាក់លោកទេឃើញអង្គយើងដែលនឹកឃើញថាដាំបាយដាក់បាតលោកដែរយើងដែលនឹកឃើញដល់កុសលដែលបានធ្វើហើយនឹងធ្វើតទៅទៀតដែរបើយើងមិនដែលដឹងថាដាំបាយដាក់លោកនឹងបានបន់យ៉ាងម៉េចផងអញ្ចឹងណាហើយដល់ទៅពេលចិត្តងាប់ទៅសូម្បីឃើញស្អីក៏ដោយមិនបានរំលឹកដាស់តឿនក្នុងរឿងកុសលទេព្រោះយើងអត់ដែលបានបំពេញកុសលក្នុងរូបហ្នឹងក្នុងរូបប្រភេទហ្នឹងក្នុងសម្លេងប្រភេទហ្នឹងក្នុងក្លិនរបៀបហ្នឹងក្នុងរសរបៀបហ្នឹងក្នុងថោថពៈយ៉ាងហ្នឹងយើងមិនដែលបានបំពេញកុសលក្នុងអារម្មណ៍ហ្នឹងដោយតែអារម្មណ៍ទាំងអស់ហ្នឹងប្រកបដែរដូចជានៅពេលចិត្តស្លាប់អីអត់មានរំលឹកដាស់តឿនឲ្យកុសលកើតឡើងទេបើថារូបក៏រូបស្លាប់ដើម្បីសេចក្តីសប្បាយរីករាយនឹងការទៅស្ទាក់ថ្នាំថ្នាក់ទៅដល់សម្លេងដែលធ្លាប់រីករាយភ្លើនទៅបើក្លិនក៏ក្លិនធ្លាប់តែចម្រើនបាបអកុសលទៅបើរសក៏ធ្លាប់តែរសក្នុងរឿងបាបអកុសលទៅបើផោថពៈក៏តែក្នុងរឿងបាបអកុសលទៅវានៅឃើញតែពីរឿងបាបអកុសលដោយសាររូបសម្លេងទាំងរសផោថពៈប្រភេទហ្នឹងចឹងមិនចាំបាច់ដល់តែពេលស្លាប់ទេយើងមើលដល់ពេលដែលយើងឃើញអង្គក្នុងទៀនហ្នឹងយើងនឹកឃើញដាំបាយដាក់បាតលោករាល់តែថ្ងៃហ្នឹងដោយសារអង្គហ្នឹងដាំបាយនឹកឃើញចឹងទេនឹកឃើញប៉ុន្តែនឹកឃើញអញ្ចឹងរហូតទេអត់ទៀតឃើញទេមិនមែនសត្វតែរាល់ពេលឃើញអង្គដួសយកមកដាក់ក្នុងឆ្នាំងលាងហ្នឹងសត្វតែនឹកឃើញជារឿងជាកុសលទេឃើញទេវាអាចប្រព្រឹត្តទៅដោយសេចក្តីជាប់ជំពាក់អង្គហ្នឹងសល្អណាស់លោភៈបាត់លោភៈនឹងអង្គសល្អណាស់លោភៈនឹងអង្គហ្នឹងវាសឡូនវាអត់បាក់កណិតកណាត់ច្រើនណាលោភៈបាក់ប៉ុន្តែលោភៈក្នុងពេលហ្នឹងវាមិនបានប្រព្រឹត្តទៅដោយសោមនស្សត្រេកអរខ្លាំងក្លាទេតែវាមានប្រភេទជាការជាប់នឹងអារម្មណ៍ហ្នឹងត្រង់រូបហ្នឹងត្រង់សន្តានហ្នឹងត្រង់បញ្ញត្តិហ្នឹងលោភៈហ្នឹងប្រព្រឹត្តទៅជាមួយគ្នានឹងឧបេក្ខាវេទនាបាត់ហើយនៅលែងតែនៅពេលដែលមានសតិរលឹកបាននៅរូបដែលប្រកបឲ្យឃើញនោះជាលោកនៃជីវិតដែលកំពុងរស់នៅក្នុងគណៈឃើញតែសតិរបៀបនេះមិនងាយកើតទេគុណចាស់ញាតិញោមជ្រាបហើយក្នុងជីវិតរាល់ថ្ងៃសតិដែលអាចមានឱកាសកើតឡើងបានគឺនៅពេលស្ដាប់ធម៌ក្នុងរឿងសតិប្បដ្ឋាននៅពេលសន្ទនាធម៌ក្នុងរឿងសតិប្បដ្ឋានឬក៏នៅក្នុងពេលដែលយើងមានឱកាសនឹកពិចារណាធម៌ដែលបានស្ដាប់ដែលបានសិក្សារៀនមកហើយដល់ទៅពេលដែលវល់អង្គដាំបាយអីចឹងជាឱកាសដែលសម្រាប់ភ្លេចសតិពីព្រោះកំពុងតែប្រព្រឹត្តទៅដើម្បីកិច្ចការងារនោះព្រោះវាសន្សំអធិស្រ័យមកវាធ្លាប់រាល់ថ្ងៃដោយការជាប់ជំពាក់នៅក្នុងរូបជាប់ជំពាក់នៅក្នុងរសជាប់ជំពាក់នៅក្នុងផោថពៈដើម្បីរូបហ្នឹងវាល្អវាសវាស្អាតវាមិនបាក់កណិតកណាត់ចឹងទៅហើយដាំទៅវាមានជួរជាប់គ្នាទៅហើយរសជាតិនឹងវាឆ្ងាញ់
ដាក់ក្នុងមាត់ទៅវាមានឲ្យជារស់ទៅវាមានសភាពទន់ស្រួលអីចឹងទៅគិតដើម្បីថាកុំឲ្យវាជ្រាយពេកហើយកុំឲ្យវាស្រួយពេកគិតទៅរឿងលោភៈទាំងអស់មានទេនៅពេលដែលដាំបាយហ្នឹងគិតថាអញដាំកុំឲ្យវាជ្រាយពេកគិតចឹងទេហើយតែគិតអញ្ចឹងមកពីអីមកពីលោភៈណាជាប់ហ្នឹងណាទេណាជាប់តែឆ្លប់មកហ្នឹងហើយកុំឲ្យវាស្រួយពេកគិតទៅរឿងជាប់ទាំងអស់ហើយនៅពេលហ្នឹងមានសតិរលឹកដឹងបានថាជាលោភៈទេអត់ទេហើយមានគិតដើម្បីក្នុងរឿងកុសលផ្សេងទេអត់ទេហើយមានខឹងអន់ទៅម្នោះអីទេអត់ដែរនឹងហើយគឺលោភៈដែលប្រព្រឹត្តទៅជាមួយគ្នាហ្នឹងឧបេក្ខាវេទនាតែក្នុងពេលហ្នឹងក៏មិនបានមានវិឆាទិដ្ឋិកើតឡើងដែរហ្នឹងគឺជាទិដ្ឋិកតៈវិតយុត្តប្រច្ចាទិដ្ឋិប៉ុន្តែមិនមែនបានសេចក្តីថានៅពេលដែលគាត់អង្គយកមកដាក់ក្នុងឆ្នាំងហ្នឹងមានលោភៈហ្នឹងសិតតែប្រច្ចាទិដ្ឋិមិនមែនទេតែក៏មិនមែនសិតតែប្រកបដោយទិដ្ឋិដែរវាមានការប្រច្ចាទិដ្ឋិនៅពេលដែលមានសេចក្តីប្រកាន់ថាជាសត្វជាបុគ្គលជាតួខ្លួនក្នុងឋានៈហ្នឹងទៅប្រកបដោយទិដ្ឋិប៉ុន្តែបើមិនបានមានសេចក្តីត្រេះរិះថាជាខ្លួនក្នុងឋានៈដែលត្រូវការឲ្យឆ្ងាញ់ដើម្បីកុំឲ្យជ្រាយពេកដើម្បីកុំឲ្យវាស្រួយពេកឲ្យវាដូចជាជួស្លាអីចឹងទៅក៏វាមិនបានគិតថាជារឿងតួខ្លួនអីវាគ្រាន់តែជាប់ជំពាក់នៅក្នុងរស់ហ្នឹងណាជាប់ជំពាក់នៅក្នុងរូបហ្នឹងអញ្ចឹងទៅអាហ្នឹងវាប្រច្ចាទិដ្ឋិហើយដែលវាប្រកបដោយទិដ្ឋិវាអាចប្រកបឡើងបានដោយតែបានសម្ដែងពីខាងដើមហើយនៅក្នុងពេលហ្នឹងគឺប្រកាន់វេទនាថាជាតួខ្លួនសញ្ញាថាជាតួខ្លួនឬសង្ខារថាជាតួខ្លួនហើយវិញ្ញាណថាជាតួខ្លួនក្នុងការដែលបាននៅរូបនោះរបស់នោះថាជារបស់ខ្លួននៅពេលហ្នឹងគិតថាខ្លួននឹងឯងជាអ្នកដើម្បីមាននៅរូបនោះជារបស់ខ្លួនគឺប្រកាន់វេទនាសញ្ញាសង្ខារវិញ្ញាណដែលកំពុងសោយអារម្មណ៍ហ្នឹងថាជាតួខ្លួនអាហ្នឹងលោភៈក្នុងពេលហ្នឹងគឺប្រកបដោយទិដ្ឋិអាហ្នឹងវាជាលោភៈមួយប្រភេទទៅដូចជាទី5ទី6ដែលបានសម្ដែងហើយដល់ទៅទី7ហ្នឹងវាអាចមិនបានគិតថាជាខ្លួនជាអីទេនៅក្នុងពេលហ្នឹងមានប្រភេទតែលោភៈប្រព្រឹត្តទៅក្នុងរបស់រាជទីពេញចិត្តហ្នឹងចឹងទៅវាប្រសិជ្ជៈនៅសកាយៈទិដ្ឋិហើយក៏វាប្រសិជ្ជៈនៅមិច្ឆាទិដ្ឋិផ្សេងក្នុងពេលហ្នឹងអញ្ចឹងហើយជីវិតរាល់ថ្ងៃយើងស្លៀកពាក់ខោអាវចេញមកវត្តអីហ្នឹងយើងមានត្រេកអររំភើបនឹងបានស្លៀកខ្មៅពាក់សហ្នឹងទេរំភើបទេរីករាយទេក៏អត់ទេធម្មតាប៉ុន្តែត្រូវការតួហ្នឹងត្រូវការសម្ពុតហ្នឹងសាច់អញ្ចឹងបើថាវាទេសឯកអីចឹងទៅទៅមិនត្រូវការទេបើថាត្រឹមពាក្យត្រង់វាដូចរឹងបាក់មិនត្រូវការដែរត្រូវការសម្ពុតហ្នឹងអាវហ្នឹងទន់ទានីអីទៅដូចជាផាសប៉ានអីចឹងទៅវាស្រាលអីចឹងទៅហើយឲ្យមានខ្មៅមានសអីចឹងមកតែវាមិនបានអរីករាយដូចជាយើងបានរបស់អីថ្មីដែលពេញចិត្តនាំឲ្យរំភើបរីករាយទេអានេះវាធម្មតារាល់ថ្ងៃចឹងទៅតែនៅពេលហ្នឹងយើងដឹងដែរតើវាជាចិត្តអីនៅពេលដែលយើងត្រូវការយកសម្ពុតអាវមកស្លៀកពាក់សម្រាប់ហ្នឹងពិតមែនតែយើងគិតប្រសងមកដើម្បីស្ដាប់ធัวក៏ពិតមែនអាហ្នឹងរឿងដែលមានធัวជាអារម្មណ៍តែនៅពេលដែលមានសម្ពុតខោអាវហ្នឹងជាអារម្មណ៍នោះមិនមែនមានធัวជាអារម្មណ៍ទេវាត្រូវតែដូរផ្លាស់គ្នាណាទេណាហើយនៅពេលដែលមានសម្ពុតខោអាវហ្នឹងជាអារម្មណ៍ចិត្តយើងហ្នឹងជាអីយើងមានចិត្តដើម្បីឲ្យរបស់ហ្នឹងទៅជាទៀនទេអត់ទេទឹកស្លៀកពាក់ហើយយើងមានសតិរលឹកដឹងបានទេសភាពនៃរូបឬសភាពនៃថាថតៈដែលប៉ះហ្នឹងអត់ទៀតតែចូលចិត្តក្នុងពួរហ្នឹងក្នុងសាច់សម្ពុតហ្នឹងគឺជាលោភៈមូលចិត្តដែលប្រព្រឹត្តទៅជាមួយគ្នានឹងឧបេក្ខាវេទនាសម្បូរទេណាសម្បូរគ្រាន់តែយើងមិនបានដឹងថាវាជាប្រភេទនៃលោភៈប៉ុន្តែឥឡូវគ្រាន់តែប៉ុណ្ណេះគ្រាន់តែសូមឱកាសសម្រាប់ញាតិញោមនឹងបានប្រៀបថាពេលណាដែលមានជីវិតរស់នៅធម្មតាតែថាមិនបានគិតដើម្បីធ្វើទានមិនបានរៀបចំទុកដាក់អីវ៉ាន់ដើម្បីធ្វើទានហ
ហើយក៏មិនបានស្ដាប់ធម៌មិនបានមើលសិភៅធម៌ទេដូចជាឱកាសពេលទំនេរចូលលេងសម្រាមលេងមកពេលនឹងក្នុងជីវិតអញ្ចឹងយើងគ្រាន់តែបានដឹងថាតើប្រកបដោយចិត្តអីដែរណោះនៅពេលហ្នឹងពីព្រោះសត្វតែមានចិត្តប្រព្រឹត្តទៅក្នុងជួរនៃជាវណ្ណចិត្តគ្រាន់តែប៉ុណ្ណឹងកុំឲ្យវាទៅទេសោះទៅកុសលក៏មិនដឹងថាជាកុសលអកុសលក៏មិនដឹងថាជាអកុសលអញ្ចឹងទេណាយើងរៀនហ្នឹងមានប្រយោជន៍ដើម្បីសង្កេតពិនិត្យពេលជាចំណោះនៃជីវិតដែលយើងថាលោភៈអខ្លាំងទៅត្រូវការទៅអានឹងយើងដឹងថាលោភៈអាខឹងខ្លាំងទៅយើងដឹងតែខឹងហើយយើងជាកុសលជ្រះថ្លាធ្វើបុណ្យធ្វើទានស្ដាប់ធម៌យើងដឹងថាជាកុសលគឺថាធម្មតាដូច្នេះសូមឲ្យវាមិនដឹងថាជាកុសលឬជាអកុសលឃើញទេយើងមិនអាចដើម្បីទៅបង្កប់វិជាអ្វីឲ្យដឹងបានទេពីព្រោះអាការមិនដឹងហ្នឹងវាជាមោហៈមានជាប្រចាំក្នុងជីវិតមានមោហៈហ្នឹងប៉ុន្តែការដែលយើងរៀនធម៌ហ្នឹងគឺជាប្រយោជន៍ហ្នឹងគឺដើម្បីប្រតិបត្តិអញ្ចឹងបើគ្រាន់តែរៀនដើម្បីឲ្យតែចែកឈ្មោះទេរៀនគ្រាន់តែដើម្បីដោះស្រាយនៅចំនួនអ្នកដទៃទេវាអត់ជាប្រយោជន៍នៃការប្រតិបត្តិទេដូច្នេះរៀននេះគឺជាប្រយោជន៍ដល់ការប្រតិបត្តិមិនដើម្បីប្រកាន់ទិដ្ឋិចម្លើយលឿនងាក់ឬដើម្បីលោភៈទោសៈមោហៈទេការសិក្សារៀនសូត្រហ្នឹងគឺមានសេចក្តីជ្រះថ្លាក្នុងការដែលបានចេះបានដឹងបានយល់ក្នុងពាក្យព្រានបដៅរបស់ព្រះដែលមានវិធាដែលព្រះអង្គទ្រង់ព្រានបដៅឲ្យឃើញអំពីបាបអកុសលល្អិតក្នុងជីវិតដែលសាសនាដទៃអត់មានទេណាទេណាសាសនាដទៃដោយច្រើនគឺនៅក្នុងរឿងបន់ស្រន់អង្វរកសុំដោយមិនដឹងថាក្នុងគណៈដែលត្រូវការដែលជាការអង្វរកជាការអំបងចរងជាការសុំនឹងគឺជាលោភៈទេហើយអត់មានទេអត់មានអវាទអត់មានមេគាឯណាដើម្បីទៅបញ្យល់ថាជាលោភៈទេបែរជាតម្រូវឲ្យធ្វើអញ្ចឹងទេណាដើម្បីនឹងអង្វរកដើម្បីនឹងប្រាថ្នាសុំសេចក្តីសុខយ៉ាងណាជាសេចក្តីត្រូវការនឹងសាសនាដទៃដែលមានច្រើនហ្នឹងអញ្ចឹងទេណាអានេះគ្រាន់តែលើកយកមកប្រៀបនៅក្នុងព្រះពុទ្ធសាសនាយើងដើម្បីឲ្យឃើញថាជាការដឹកនាំយ៉ាងល្អិតមានជំរឿដើម្បីឲ្យឃើញប្រភេទនៃអកុសលល្អិតទៅអញ្ចឹងទេអញ្ចឹងណាអញ្ចឹងយើងគួរឲ្យមានសេចក្តីជ្រះថ្លាក្នុងការដែលបានសិក្សាប្រភេទលក្ខណៈនៃធម៌ទាំងក្រោកគ្រៀតទាំងកដាទាំងល្អិតចុះមកឲ្យឃើញថាសូម្បីតែមានសេចក្តីត្រូវការដើម្បីសេចក្តីសុខស្រួលក្នុងជីវិតនឹងយ៉ាងណាវាជាលោភៈដែរហើយប្រយោជន៍ដែលដឹងថាជាលោភៈហ្នឹងគឺដើម្បីកោះរំលែងឬគល់សក្កាយទិដ្ឋិដែលប្រកាន់ថាជាយើងដូចជាយើងនៅស្ងៀមយើងត្រូវការទៅបើកផ្លិតបក់បើក្តៅស្អប់ណាចង់បើកផ្លិតអីហ្នឹងយើងដឹងថាធម្មតាតែក្តៅវាត្រូវតែបក់ផ្លិតវាត្រូវតែបើកសង្ហាទៅដើម្បីឲ្យវារហៅធម្មតាតែមានវាត្រូវតែយ៉ាងទេប៉ុន្តែនៅពេលដែលយើងចង់ទៅបើកផ្លិតហ្នឹងឋានៈចិត្តហ្នឹងជាអីឃើញទេដូច្នេះក្រៅពីអវាទរបស់ព្រះសម្មាសម្ពុទ្ធតើអាចដើម្បីដាស់តឿនប្រើរំលឹកឲ្យដឹងអំពីប្រភេទនៃសភាវៈល្អិតដែលជាចំណងដែលជាការដែលយើងត្រូវការអ្វីណាដើម្បីសម្លឹកចម្រងជីវិតដែលប្រព្រឹត្តជាលោភៈហ្នឹងទៅអត់ទេណាឡើយមិនអាចរំដោះខ្លួនចេញអំពីហេតុតែនាំឲ្យកើតទុក្ខហ្នឹងរួចឡើយបានជាសមណៈទី1សមណៈទី2សមណៈទី3សមណៈទី4ហ្នឹងដែលជាព្រះអរិយបុគ្គលហ្នឹងមានតែនៅក្នុងព្រះពុទ្ធសាសនានេះឯងមកពីរឿងហ្នឹងរឿងអាវាទមានរបស់ព្រះអង្គហ្នឹងទ្រង់ដាស់តឿនរំលឹកឲ្យមានសតិដោយសេចក្តីមិនប្រមាទហ្នឹងចំពោះសង្ខារធម៌គ្រប់យ៉ាងទាំងអស់ហើយយើងស្លៀកពាក់មិនជើងមកវត្តទេមកផ្ទះរាល់ថ្ងៃក៏វាយើងចូលចិត្តដែរបើមិនចូលចិត្តមិនស្លៀកទេសារ៉ុងហ្នឹងវាយ៉ាងម៉េចឬចាស់ឯនៅឬនៅចំណុំអាវនេះវាយ៉ាងម៉េចវាសាច់អីវាពណ៌អីសិតតែរឿងយើងចូលចិត្តណាទេសិតតែរឿងយើងជ្រើសរើសណាហើយក្នុងគណៈដែលយើងចូលចិត្តក្នុងគណៈដែលយើងជ្រើសរើសហ្នឹងវាមិនមែនបុណ្យក៏មិនមែនបាបក៏មិនមែនទេវាជារឿងដែលយើងជាប់ពីពេលហើយវាជារឿងដែលយើងត្រូវការហើយរបស់ទាំងអស់ហ្នឹង
វាអាចប្រកបដោយចិត្តខៈគឺសកាយៈចិត្តខៈក៏បានវាអាចប្រសិទ្ធចិត្តខៈក៏បានវាគ្រាន់តែមានអធិស្ឋានដើម្បីចូលចិត្តទៅនឹងរឿងរបស់ទាំងអស់ហ្នឹងតែមិនបានចិត្តថាទទួលខ្លួនក្នុងការដែលបានរបស់ហ្នឹងឬថាទទួលខ្លួនដើម្បីជាម្ចាស់អាហ្នឹងវាមានផ្លាស់ប្ដូរគ្នាដែលលោភៈហ្នឹងប្រកបដោយចិត្តខៈឬប្រសិទ្ធចិត្តខៈហើយយើងត្រូវការអីមិនចេះតែយើងត្រូវការស្អាតរឿងស្អាតគឺជារឿងចាំបាច់ហើយប៉ុន្តែមិនមែនឲ្យតែយើងត្រូវការស្អាតទៅជារឿងកុសលទេយើងក៏ត្រូវការសម្អាតផ្ទះទោះបីជាយើងបោះផ្ទះរាល់ថ្ងៃនេះយើងស្មានតែសត្វជាកុសលទាំងអស់ដែលបោះផ្ទះហ្នឹងតែយើងបោះដើម្បីអីដើម្បីស្អាតយើងគ្រាន់តែដឹងថាដើម្បីស្អាតប៉ុណ្ណឹងតែចិត្តទៅនាំឲ្យយើងបោះចិត្តដែលយើងត្រូវការស្អាតហ្នឹងយើងដឹងថាចិត្តទៅជាអីដែរទេអត់សង្កេតអត់ដឹងទេណាទេណាចឹងឥឡូវគ្រាន់តែព្រះធម៌នឹងរំលឹកឲ្យសង្កេតពិនិត្យមើលមិនអាចនឹងថាស្ថិតតែជាលោភៈទេតែរឿងនេះត្រូវអាស្រ័យសតិសម្បជញ្ញៈសង្កេតទៀតដែលជាលោភៈហ្នឹងប្រព្រឹត្តទៅជាមួយនឹងសោមនស្សវេទនាឬក៏ជាឧបេក្ខាវេទនាចឹងឬក៏ថាប្រកបដោយសកាយៈទិដ្ឋិឬក៏ប្រសិទ្ធទិដ្ឋិការដឹងគឺមានប្រយោជន៍ណាស់ជាម្ចាស់ញាតិញោមមិនឲ្យវិអៀតអល់អីដូចជាមិនហ៊ានដឹងទេត្រូវតែដឹងទៅវាលោភៈហើយដឹងទៅវាអកុសលដូចជាមិនហ៊ានដឹងទេខំប្រឹងអត់ដឹងទៅចុះមិនមែនទេការដឹងមានប្រយោជន៍ដើម្បីឃើញបរមត្ថធម៌ច្បាស់មិនមែនជាយើងពីព្រោះនៅពេលណាដែលមានតតិរលឹកដឹងនៅពេលហ្នឹងមិនមែនយើងមួយឋានៈហ្នឹងហើយពេលដែលមិនដឹងគឺយើងរហូតបោះសម្រាមក៏យើងបោះឃើញណាយើងអត់ដឹងថាលោភៈដែលត្រូវការស្អាតហ្នឹងវាជាលោភៈវាមិនមែនយើងអត់ដឹងទេម្ល៉េះហើយមកពេលហ្នឹងគឺយើងហ្នឹងរំតែបានស្ដាប់ធ្វើលឺខួរមិនមែនយើងមិនបន្តិចហ្នឹងយើងទៀតដែរដូច្នេះការដឹងសភាវៈធម៌គ្រប់យ៉ាងនឹងមានប្រយោជន៍ដើម្បីដកខាត់សេចក្តីប្រកាន់សភាវៈធម៌ថាជាខ្លួនយើងរឿងដកខាត់គឺត្រូវតែដកខាត់ក្នុងសភាវៈធម៌ក្នុងជីវិតប្រចាំថ្ងៃនេះឯងដែលខ្លះទៅប្រកាន់ថាជាសត្វតកចូលខ្លួនយើងទោះបីលោភៈនឹងខ្លាំងក្លាប្រកបដោយសោមនស្សនឹងយ៉ាងណាក៏ជាការមួយដែលសំជានឹងរលឹកហើយទោះជាខ្លាំងក្លាយ៉ាងណាក៏ដោយមិនមែនជារឿងដែលយើងត្រូវជិតត្រូវជៀសដើម្បីមិនទៅធ្វើអីយ៉ាងដទៃទេត្រូវអំពីការដឹងចឹងទេណាយើងរំជើបចំពោះបាបអកុសលដូចជាលោភៈខ្លាំងក្លាដែលត្រូវការដល់ប្រាថ្នានាំឲ្យកើតទុក្ខនាំឲ្យចង្វល់នាំឲ្យជំងឺទាំងអស់តែយើងមិនរំជើបចំពោះការដែលយើងមិនដឹងសភាវៈធម៌ហ្នឹងទេដូច្នេះប្រភេទនៃពីឡើងអកុសលធម៌គឺល្អិតល្អន់ណាចម្បាំងក្នុងជីវិតហ្នឹងមិនមានមកពីអីទេមកអំពីយើងមិនឆ្លាប់អប់រំការរលឹកដឹងសភាវៈធម៌តាំងពីឆោតមករហូតមកដល់ឥឡូវហ្នឹងតែយើងបានអប់រំសេចក្តីដឹងសភាវៈក្នុងជីវិតហ្នឹងបានប៉ុណ្ណាហើយឥឡូវនេះបានស្ដាប់ផងណាបើមិនបានស្ដាប់ទេចោលមកជាតិនឹងតែទៅអត់មានបានអប់រំសតិរលឹកដឹងសភាវៈទឹកក្នុងជីវិតទៅគឺថារត់ទៅឃើញរត់ទៅលឺហើយរត់ទៅនឹកចិត្តតិចការងារក្នុងជីវិតមួយថ្ងៃមួយថ្ងៃទៀតហ្នឹងគឺយើងអ្នកលើទាំងអស់ទៅជាលោភៈទៅយើងទោសៈទៅយើងលោភៈទោសៈខ្លាំងទៅយើងលោភៈទោសៈតិចទៅយើងហ្នឹងហ្នឹងទៅយើងអាកុសលហ្នឹងទៅយើងទាំងអស់ក្នុងជីវិតហ្នឹងទៅអត់មានបត់ខាត់សកាយៈតិដ្ឋិទេមិនមែនថាមិនមានបិណ្ឌកុសលទេមានបិណ្ឌកុសលថាទានហសិលអីតែការបោះខាត់សេចក្តីប្រកាន់សភាវៈធម៌ថាជាពេលខ្លួនហ្នឹងអត់មានព្រោះហេតុដូច្នេះបានថាសូមបីការដែលយើងមិនដឹងអកុសលធម៌ហ្នឹង